បងប្អូនទាំងអស់គ្នាយើងផ្អាកការតាមដានរឿងជំនឿសិនឃើញថានៅក្នុងប្រទេសកម្ពុជាយើងមួយរយៈនេះមានការតាមដានជជែកវែងញឹកខ្លាំងមែនទែននៅតាមបណ្ដាញសង្គមពាក់ព័ន្ធជាមួយនឹងរឿងជំនឿរឿងមន្តអាគមអីហ្នឹងបាទកំពុងតែមានការតាមដានខ្លាំងមែនទែនប៉ុន្តែខ្ញុំចង់ទាញអ្នកទាំងអស់គ្នាមកតាមដាននៃស្ថានភាពនៃជំងឺ Covid-19 នេះវិញជំងឺ Covid-19 មិនទាន់ចេញឆ្ងាយពីពួកយើងទាំងអស់គ្នាទេបងប្អូនទាំងអស់គ្នាសូមបន្តការប្រុងប្រយ័ត្នឲ្យមែនទែន ដោយនៅក្នុងសប្តាហ៍នេះបងប្អូនយើងនៅក្នុងប្រទេសថៃកំពុងតែមានការរីករាលដាលខ្លាំងមែនទែននៃជំងឺ Covid-19 បងប្អូនទាំងអស់គ្នាស្ថានភាពការឆ្លងរីករាលដាលជំងឺ Covid-19 ប្រភេទថ្មីនៅក្នុងប្រទេសថៃឈានដល់ការកម្រិតព្រួយបារម្ភសារជាថ្មីក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះគឺគិតចាប់ពីថ្ងៃទី4ដល់ថ្ងៃទី10ខែឧសភាឆ្នាំ2025ណាមានករណីឆ្លងចំនួន16,607ករណីដែលបានឆ្លង ហើយបើធៀបនឹងមួយសប្តាហ៍ដូចគ្នាគឺមានមនុស្សស្លាប់ចំនួន6នាក់ហើយនៅក្នុងប្រទេសថៃនាពេលនេះដែលក្រសួងសុខាភិបាលប្រទេសថៃកំពុងតែមានការព្រួយបារម្ភខ្លាំងមែនទែនបងទាំងអស់គ្នាបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃអង្គារទី13ថ្ងៃមិញនេះឯងគឺទូលលេខដែលបានបង្ហាញករណីឆ្លងជំងឺ Covid-19 កើតឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងរយៈពេលមួយសប្តាហ៍មុននេះគឺមានអ្នកឆ្លងប្រមាណជាង14,580 នាក់ហើយនៅក្នុងប្រទេសថៃដែលករណីនេះប្រទេសថៃកំពុងតែមានការព្រួយបារម្ភមែនទែននៃការរីករាលដាលនៃជំងឺ Covid-19 នេះឯងទន្ទឹមនឹងប្រទេសថៃកំពុងតែមានការព្រួយបារម្ភខ្លាំងពីការរីករាលដាលនៃជំងឺ Covid-19 ប្រភេទថ្មី Omicron ឬក៏ J-in-1 នេះក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាយើងនៅថ្ងៃមិញនេះក៏បានចេញសេចក្តីប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងមេត្តាមានវិធានការការពារខ្លួនមានវិធានការអនាម័យដូចជាលាងដៃសម្អាតនឹងឯងដោយសារដែលឆ្លងនៅរីករាលដាលនៃជំងឺ Covid-19 កាលពីប្រហែលឆ្នាំមុនដូចគ្នាចឹងឯងក្រសួងសុខាភិបាលប្រទេសកម្ពុជាយើងក៏បានប្រកាសថាជំងឺ Covid-19 ប្រភេទថ្មី Omicron ដែលបានរកឃើញនៅក្នុងឆ្នាំ2023នៅអត់ទាន់ចាក់ចេញឆ្ងាយពីពួកយើងទាំងអស់គ្នាទេចឹងហើយក្រសួងសុខាភិបាលក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាមានការប្រុងប្រយ័ត្នខ្លាំងមែនទែននិងមានវិធានការអនាម័យការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសពេលដែលបងប្អូនចេញទៅផ្សារទៅតាមទីប្រជុំជនណាគួរតែពាក់ម៉ាស់លាងដៃជាមួយនឹងអាល់កុលឲ្យបានស្អាតព្រោះដោយសារតែជំងឺ Covid-19 កំពុងតែខ្ទុះក៏កើតឡើងមានទៀតហើយនៅក្នុងប្រទេសថៃហើយនៅក្នុងប្រទេសកម្ពុជាយើងនៅប្រហែលថ្ងៃមុននេះក៏មានការរកឃើញដែរអឺដូចជា1នាក់2នាក់ប៉ុន្តែនៅក្នុងថ្ងៃនេះអត់ទាន់មានឃើញក្រសួងសុខាភិបាលប្រកាសទេថារកឃើញឬនៅគិតមកត្រឹមម៉ោង6នេះដែលខ្ញុំកំពុងផ្សាយនេះគឺខ្ញុំអត់ទាន់ទទួលបានរបាយការណ៍ពីក្រសួងសុខាភិបាលថាមានអ្នកឆ្លងជំងឺ Covid-19 ទេនៅក្នុងថ្ងៃទី13ខែឧសភានេះប៉ុន្តែដូចជាប្រហែលថ្ងៃមុនគឺមានអ្នកឆ្លងម្នាក់រកឃើញហើយការឆ្លងនេះគឺនៅក្នុងសហគមន៍នឹងឯងហ្នឹងហើយបងប្អូនទាំងអស់គ្នាមានត្រឹមប៉ុណ្ណឹងសូមបន្តការប្រុងប្រយ័ត្នទាំងអស់គ្នាខ្ញុំមកវិចិត្រអរគុណនិងសូមគោរពលា